បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ limit តូចមួយមកចែកជូនដល់បងប្អូនទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលយូរយើងចូលមកមើល limit របស់យើងទី1 limit x ខិតជិត0នៃ1ដកឲ្យ sin នៃ sin x ដក សេគុណ sin x នៅលើ sin x ដក2 sin x បាទអញ្ចឹងក្នុងការគណនាជាជំហានដំបូងបំផុតយើងត្រូវធ្វើការពិនិត្យរាងរបស់វាបាទអញ្ចឹងដោយសារ limit យើង x ខិតជិត0អញ្ចឹងយើងយកតម្លៃ x ស្មើ0ចុះចូលទៅក្នុងអនុគមយើងមកបាទអញ្ចឹងកន្លែងនេះបានទៅជា sin 0អញ្ចឹង sin 0គឺ0ហើយ sin 0មកតង់ទៀតនៅតែ0ដក សេគុណ sin 0 sin 0 0អញ្ចឹង សេគុណ0គឺស្មើ1បាទអញ្ចឹង1ដក1 0អញ្ចឹងភាគយកយើង0ឥឡូវយើងធ្វើការបណ្ឌិតភាគបែងវា sin 0 0 sin 2x អញ្ចឹង x ស្មើ0អញ្ចឹងជួសទៅបាន sin 0ដែរអញ្ចឹង sin 0 0ដូច្នេះ limit យើងមានរាងមិនកំណត់0លើ0បាទឥឡូវយើងធ្វើបន្តទៀតមកស្មើ limit x ខិតជិត0នៃដកឲ្យ sin នៃ sin x ដក សេគុណ sin x បូក1បាទអញ្ចឹងអាភាគយកវិញនេះកន្លែងនេះខ្ញុំគ្រាន់តែបោះលេខ1នេះមកខាងស្ដាំនេះទេchứមានអីបដូរញ៉ៃញ៉ៃច្រើនទេហើយភាគបែងវារក្សាទុកដដែលសិនមកបាទឥឡូវស្មើបន្តទៀតមកអញ្ចឹងអាកន្លែងនេះភាគយកវាខ្ញុំធ្វើការចាប់សញ្ញាដកជាកតាអញ្ចឹងបើខ្ញុំចាប់សញ្ញាដកជាកតាទៅវាមិនបានទៅជាអីគេដកហើយយើងបើកពងកញ្ចក់មកគឺ sin នៃ sin x ចាកន្លែងដក សេគុណ sin x នេះវាទៅជាបូក សេគុណ sin x ហើយកន្លែងបូក1នេះវាទៅជាដក1បាទបន្ទាប់ពីបានប៉ុណ្ណឹងហើយខ្ញុំធ្វើការយកអាសញ្ញាដកហ្នឹងចេញមកខាងក្រៅ limit មកអញ្ចឹងយើងបានទៅជាដក limit x ខិតជិត0នៃ sin នៃ sin x បូក សេគុណ sin x ដក1នៅលើ sin x ដក sin 2x ឥឡូវបន្ទាប់ពីយើងធ្វើបានប៉ុណ្ណឹងហើយយើងនឹងធ្វើការបន្ថែមបន្ថយដើម្បីឲ្យវាចូលរូបមន្ត2ខាងក្រោមនេះអញ្ចឹងយើងមានរូបមន្ត2គឺសេគុណអុយដក1លើអុយអុយខិតជិត0អញ្ចឹងអាហ្នឹង limit ហ្នឹងស្មើ1ហើយនឹង sin អុយលើអុយអុយខិតជិត0វាស្មើ1ដែរបាទអញ្ចឹងចំពោះភាគយកនេះខ្ញុំនឹងធ្វើការចែកនឹង sin x បាទខ្ញុំចែក sin x ហើយផ្ដាច់វាជា2ទៅបានប៉ុណ្ណឹងហើយខ្ញុំធ្វើការគុណនឹង sin x វិញបាទអញ្ចឹងកាលណាយើងចែក sin x ហើយយើងគុណនឹង sin x វិញទៅអញ្ចឹងវាចេញអាភាគយកនេះដូចដើមរបស់យើងវិញអញ្ចឹងអាហ្នឹងអត់បញ្ហាទេហើយចំពោះភាគបែងគឺដូចគ្នាដែរយើងនឹងធ្វើការចែកភាគបែងវានឹង x អញ្ចឹងយើងចែក x ឲ្យផ្ដាច់ជា2ទៅបានប៉ុណ្ណេះបន្ទាប់មកយើងចែក x ហើយយើងត្រូវគុណនឹង x វិញកាលណាគុណ x បញ្ចូលទៅវាចេញអាភាគបែងវាដូចដើមវិញណាបាទអញ្ចឹងចែកបន្ទាប់ពីចែក x ហើយបានប៉ុណ្ណឹងគ្នាយើងឆ្ងល់ទេចុះអា2នេះបានមកពីណាអ្នកចែក x តើបាន2មកពីណាអញ្ចឹងកន្លែងនេះខ្ញុំធ្វើការថែមថយវាអញ្ចឹងខ្ញុំចែកភាគបែងវានឹង2ខ្ញុំគុណនឹង2វិញស្រួលទៅវាសល់តែ x វិញណាហើយមូលហេតុដែលខ្ញុំធ្វើអញ្ចឹងគឺដើម្បីឲ្យវាចូលរូបមន្ត sin អុយនៅលើអុយនេះវាស្មើ1បាទឥឡូវយើងសង្កេតឃើញថាលំហាត់របស់យើងគឺវាចូលរូបមន្តអស់ហើយអញ្ចឹងអា sin នៃ sin x លើ x នេះវាចូលរូបមន្ត sin អុយលើអុយអុយខិតជិត0ចឹងនឹងស្មើ1ហើយអាដុំទី2នេះសេគុណ sin x ដក1លើ sin x នេះវាចូលរូបមន្តសេគុណអុយដក1នៅលើអុយអាហ្នឹងស្មើនឹង1ហើយ sin x លើ x ស្មើ1 sin 2x នៅលើ 2x ស្មើ1អញ្ចឹងវាបានទៅជា1គុណនឹង2អញ្ចឹងវាបានទៅជា1បូក1នៅលើ1ដក1គុណនឹង2sin x លើ x នេះ1អញ្ចឹងគុណនឹង1អញ្ចឹងយើងគណនាលេខមក1បូក1 2ដក1គុណ2ដក2អញ្ចឹង1ដក2គឺដក1ហើយដកប៉ះដកវាចេញបូកអញ្ចឹងនៅសល់2ដូចនេះ limit របស់យើងគឺស្មើនឹង2